ថ្ងៃនេះខ្ញុំលើកយកពីនាវាមុជទឹកវៀតណាមដែលបានទិញពីរុស្ស៊ីជាប្រភេទឈ្មោះថា Kilo Class ដែលបានទិញតាំងពីចរចាទិញនៅក្នុងឆ្នាំ2009និងទទួលលើកដំបូងនៅក្នុងឆ្នាំ2014ហើយចុងក្រោយបំផុតគឺទទួលគ្រប់6គ្រឿងគឺនៅក្នុងឆ្នាំ2017ឥឡូវយើងមកមើលទីតាំងនោះទាំងអស់គ្នាគឺស្ថិតនៅក្នុងឆកសមុទ្រខេមរ៉ាញ់ដែលឆកសមុទ្រនេះដែរគឺជាទីតាំងនៃផែនាវាចម្បាំងវៀតណាមហើយក៏មានផ្ទុកនៅនាវាមុជទឹកផងដែរនេះគឺជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផែនាវាវៀតណាមនេះយើងមកមើលចំណុចក្រហមក្បែរចំណុចក្រហមហ្នឹងគឺជានាវាមុជទឹកនេះនៅចំណុចនេះគឺ3គ្រឿងហើយនៅខាងលើគឺ2គ្រឿងសរុបទាំងអស់គឺ6គ្រឿងប៉ុន្តែយើងឃើញតែ5គ្រឿងមួយគ្រឿងទៀតប្រហែលជាចេញទៅបំពេញបេសកកម្មហើយនាវាមុជទឹកនេះដែរគឺវៀតណាមចំណាយថវិកានៅក្នុងការទិញពីរុស្ស៊ីហ្នឹងគឺរហូតដល់$3,200 លាននេះគឺសរុបទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាវាមុជទឹកផ្សេងក៏ដូចជាការបណ្ដុះបណ្ដាលនៅនាវិកនឹងការកសាងដងស្ទូចសម្រាប់លើកនៅដាក់នៅមីស៊ីលចូលទៅក្នុងនាវាមុជទឹកដូចជាក្របថូប៊ីដូហើយមកខាងលើនេះគឺជានាវាចម្បាំងផ្សេងនេះគឺជាប្រភេទបណ្ដេញខ្នាតតូចដែលបំពាក់ទៅដោយកាំជ្រួចមីស៊ីលហើយនៅខាងលើនេះគឺជាប្រភេទនាវាចម្បាំងអាចជាពួកល្បាតនេះយើងមកមើលនៅចំណុចខាងលើនេះនេះគឺជាហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញផែនាវាខេមរ៉ាញ់នេះចំណុចនេះក៏ជានាវាចម្បាំងដែរប៉ុន្តែអាចជាពួកល្បាតមានខ្នាតតូចនិងខ្នាតមធ្យមនេះគឺជាហេដ្ឋារចនាសម្ព័ន្ធយើងឃើញមានកន្លែងផ្គត់ផ្គង់ប្រេងហើយមកនៅផ្នែកខាងលើនេះដូចជាអស់ហើយនេះគឺជាវិរិយវប្បកម្មដែលបងប្អូនប្រជាជនវៀតណាមគឺគាត់ប្រកបមុខរបរហើយយើងឃើញថាជនជាតិវៀតណាមគាត់រស់នៅណែនណាន់តាន់តាប់មែនតើគឺបច្ចេកគ្នា តាម Google Map គឺខ្ញុំឃើញស្ទើរតែគ្រប់ទីកន្លែងគឺវៀតណាមគាត់មានទម្លាប់មួយគឺគាត់ចូលចិត្តរស់នៅបច្ចេករស់នៅប្រមូលផ្ដុំគ្នានេះគឺជាវិរិយវប្បកម្មនេះក៏វិរិយវប្បកម្មដែរឥឡូវយើងត្រឡប់មកមើលចំណុចដើមវិញអញ្ចឹងខ្ញុំសូមលើកឡើងអំពីនាវាមុជទឹកវៀតណាមហ្នឹងមានឈ្មោះថា Kilo Class ដែលវៀតណាមបានទិញពីរុស្ស៊ីដែល Kilo Class ហ្នឹងគឺមានបំពាក់ torpedo ចំនួន16គ្រាប់ហើយមានបំពាក់នៅប្រព័ន្ធការពារដែនអាកាសដែលមានឈ្មោះថា Stella មានបំពាក់នៅក្របមីនក៏ដូចជាកំជ្រួចផ្លោងនាវាមុជទឹកនេះដែរគឺដើរដោយថាមពលម៉ាស៊ីនបន្សុទ្ធនិងថាមពលអគ្គិសនីដែលក្នុងមួយគ្រឿងហ្នឹងគឺមានតម្លៃរហូតដល់$350 លាន
អានេះយើងគិតតែចំនួនមួយគ្រឿងអានេះគឺជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលវៀតណាមគាត់បានកសាងឥឡូវយើងមកមើលពីទីតាំងភូមិសាស្ត្រហេតុអីបានជាវៀតណាមគាត់សម្រេចចិត្តជ្រើសរើសកន្លែងហ្នឹងជាផែនៃនាវាចម្បាំងអានេះយើងមើលពីលើទៅដោយសារតែចំណុចនេះគឺស្ថិតនៅជាប់នឹងសមុទ្រចិននៅខាងត្បូងដែលគៀកបំផុតនៅក្នុងការចេញប្រតិបត្តិការពារដោយសារតែវៀតណាមគាត់មានកម្មសិទ្ធិកោះមួយនៅប្រជុំកោះស្ប្រាលីអញ្ចឹងគឺវាគៀកគ្នានេះគឺជាប្រជុំកោះស្ប្រាលីនេះចំណុចក្រហមសញ្ញាព្រុញក្រហមអញ្ចឹងយើងមកមើលពីទីតាំងភូមិសាស្ត្រនៃឆកសមុទ្រខេមរ៉ាញ់ហ្នឹងដោយសារតែទីហ្នឹងគឺងាយស្រួលនៅក្នុងការពារយើងឃើញថាមានច្រកតូចចូលទៅដែលបើសិនបើមិនសត្រូវមិនប្រើនៅមីស៊ីលប្លង់ទេគឺបើសិនជាប្រើកម្លាំងដើម្បីចូលទៅគឺត្រូវឆ្លងកាត់នៅច្រកសមុទ្រតូចដែលងាយស្រួលនៅក្នុងការពារនិងគ្រោះថ្នាក់មែនតើសម្រាប់សត្រូវហើយចំណុចនេះដែរក៏វាគៀកទៅនឹងសមុទ្រចិនខាងត្បូងដែលអនុញ្ញាតឲ្យវៀតណាមនោះគឺចេញប្រតិបត្តិការបានលឿនអញ្ចឹងគឺចំណុចហ្នឹងគឺពិតជាល្អមែនតើទី1គឺងាយស្រួលការពារទី2គឺងាយនៅក្នុងការចេញប្រតិបត្តិការនៅក្នុងគ្រាមានអាសន្ននេះក៏ជាផែវៀតណាមដែរយើងឃើញថាវៀតណាមគាត់បានកសាងរៀបរយមែនតើនៅប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់គាត់ឥឡូវខ្ញុំសូមនិយាយពាក់ទងជាមួយនឹងបញ្ហាវៀតណាមនេះគឺមានបងប្អូនខ្លះគាត់ស្អប់វៀតណាមបើកាលណាបើគាត់ស្អប់ហើយគឺគាត់អត់ចង់ដឹងអត់ចង់លឺជាពិសេសតាក់ទងនឹងបញ្ហាពាណិជ្ជកម្មបើសិនបើរដ្ឋាភិបាលនិងវៀតណាមហ្នឹងគឺមានតំណែងតំណងពាណិជ្ជកម្មរវាងគ្នានឹងគ្នាគឺគាត់អត់សប្បាយចិត្តទេអានេះគឺជាចំណុចមួយដែលគ្រោះថ្នាក់ដោយសារអីធម្មតាបើយើងស្អប់សត្រូវហើយយើងអត់ចង់ដឹងអត់ចង់ឮពីសត្រូវបើយើងមិនចូលចិត្តថ្ងៃក្រោយឧទាហរណ៍បើសិនជាវៀតណាមគាត់លើកកងទ័ពចូលមកអញ្ចឹងយើងអត់ដឹងពីសត្រូវតើយើងរៀបនៅយុទ្ធវិធីនៅក្នុងការទប់ឬក៏ការពារនឹងដូចមិនដាច់អានេះជាចំណុចគ្រោះថ្នាក់មួយការនិយាយអញ្ចឹងមិនចង់ឲ្យបងប្អូនយកប្រទេសណាជាតិណាជាសត្រូវទេបើមើលទៅលើទីតាំងភូមិសាស្ត្រនយោបាយបច្ចុប្បន្នកម្ពុជាយើងគួរតែយកវៀតណាមនេះជាមិត្តការដែលកសាងទំនាក់ទំនងយកវៀតណាមជាមិត្តនេះគឺដើម្បីឲ្យកម្ពុជាយើងគឺមានពេលគ្រប់គ្រាន់នៅក្នុងការពង្រឹងប្រព័ន្ធការពារក៏ដូចជាត្រៀមខ្លួនในការឈ្លានពានជាយថាហេតុអានេះគ្រាន់តែជាកំណត់ទស្សនៈខ្ញុំទេបើគាត់ថាត្រូវក៏ទទួលយកទៅបើអត់ទេក៏វត្តចោលទៅ